នៅវេលាព្រឹកថ្ងៃច័ន្ទទី29ខែធ្នូឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនចំពោះបងប្អូនវីរៈកងទ័ពនិងវីរៈនគរបាលដ៏អង់អាចក្លាហានគ្រប់រូបនិងបងប្អូនជនរួមជាតិជាទីគោរពនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្នុងខ្លឹមសារដូចតទៅនេះជូនចំពោះបងប្អូនវីរៈកងទ័ពនិងវីរៈនគរបាលដ៏អង់អាចក្លាហានគ្រប់រូបនិងបងប្អូនជនរួមជាតិជាទីគោរពនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតថ្ងៃនេះក្នុងនាមប្រមុខរាជរដ្ឋាភិបាលខ្ញុំព្រះករុណាទូលព្រះបង្គំខ្ញុំសូមផ្ញើសារមួយទៅកាន់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាននឹងកំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពានក្រោយពីការទទួលបានសន្តិភាពពេញលេញនៅឆ្នាំ1998កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នៅភ្នក់ភ្លើងសង្គ្រាមរាប់រយឆ្នាំរួមទាំងរបបប្រល័យពូជសាសន៍ដែលនាំឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបស្គាល់តម្លៃពិតប្រាកដនៃសន្តិភាពហើយក្នុងកលៈទេសៈនេះយើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយក្រៅពីសុខសន្តិភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនក្នុងន័យនេះកម្ពុជាផ្ដល់តម្លៃខ្ពស់ចំពោះសន្តិភាពនិងការអភិវឌ្ឍហើយកម្ពុជាតែងតែគាំទ្រនិងចូលរួមអនុវត្តដោយសុចរិតនៅសណ្ដាប់ធ្នាប់តំបន់និងសកលដោយផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានទទួលយកជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ទាំងប្រទេសនៅជិតខាងក្នុងតំបន់និងលើសកលលោកក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីនិងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធនិងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែនតាមយន្តការបច្ចេកទេសនិងក្របខ័ណ្ឌច្បាប់ដែលមានជាធរមានក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុតកម្ពុជានិងថៃបានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែងដែលបានចូលជាធរមានចាប់ពីម៉ោង 12:00 ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025តទៅការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះមិនមែនមានន័យថាកម្ពុជាចុះចាញ់ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយរឹតតែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះជាត្រូវប្រឈមនឹងសម្ពាធឬការលំបាកយ៉ាងណាក៏ដោយទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នាក្នុងនាមជាប្រទេសតូចយើងនៅតែមិនមានអ្វីចំណេញសោះឡើយពីការអូសបន្លាយក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះពេលនេះប្រជាពលរដ្ឋភាគសឹកជាងកន្លះលាននាក់កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញកុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញហើយក្រុមគ្រួសារកងទ័ពកងនគរបាលរាប់ពាន់នាក់ក៏កំពុងរង់ចាំផ្លូវឪពុកប្តីកូនពូមីងបងឬប្អូនរបស់ពួកគេពីសមរភូមិយ៉ាងអន្ទះសារបំផុតដូច្នេះខណៈដែលលទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះដោយសន្តិវិធីនៅតែមានរាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នាមុនពេលវាកាន់តែរីកធំជាងនេះទៅទៀតដើម្បីកាត់បន្ថយការឈឺចាប់និងទុក្ខសោករបស់បងប្អូនជនរួមជាតិជាអតិបរមាហើយក៏ដើម្បីបញ្ឈប់នូវការពលីនិងការរងរបួសរបស់បងប្អូនវីរៈកងទ័ពវីរៈនគរបាលក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ដែលមកទល់នឹងពេលនេះមានប្រជាជនស៊ីវិល32នាក់បានបាត់បង់ជីវិតនិង93នាក់បានរងរបួសជាការពិតការឈប់បាញ់ភ្លាមនៅនឹងកន្លែងមានន័យថាកងកម្លាំងទាំងសងខាងត្រូវអនុវត្តបទឈប់បាញ់នេះដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួននៅម៉ោងនៃការចាប់ផ្ដើមអនុវត្តបទឈប់បាញ់
ក្នុងន័យនេះខ្ញុំព្រះករុណាទូលព្រះបង្គំខ្ញុំសូមសង្កត់ធ្ងន់ថាការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្ដែងនានានៅម៉ោងនៃការចាប់ផ្ដើមអនុវត្តបទឈប់បាញ់នេះគឺត្រូវបានទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងថាមិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយដែលចំណុចនេះត្រូវបានរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រការនេះបញ្ជាក់ច្បាស់ថាខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនៅសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមានជាមួយនឹងការធានាបាននៅការបញ្ជាក់ច្បាស់ថាការរៀបចំទាំងឡាយ arrangements ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ការងារវាស់វែងនិងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC បន្តដំណើរការឡើងវិញឲ្យបានឆាប់បំផុតនៅការងារវាស់វែងនិងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរជាពិសេសនៅតំបន់ព្រំដែនរងផលប៉ះពាល់ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅដើម្បីធានានូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះក៏បានបើកផ្លូវឲ្យបងប្អូនភៀសសឹកដែលមានលំនៅឋានតាមតំបន់ព្រំដែនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយគ្មានឧបសគ្គនិងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរក្នុងតំបន់រៀងខ្លួនផងដែរពាក់ព័ន្ធនឹងចំណុចនេះខ្ញុំសូមយកឱកាសនេះជម្រាបជូនជនរួមជាតិផងដែរថាខ្ញុំបានផ្ដល់ការណែនាំដល់ក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់និងរៀបចំការសម្របសម្រួលដើម្បីបងប្អូនជនភៀសសឹករបស់យើងអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រឡប់ដោយសុវត្ថិភាពរាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខសម្រាប់បងប្អូនដែលរស់នៅតំបន់នោះមួយវិញទៀតតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះក្រោយបទឈប់បាញ់ត្រូវបានអនុវត្តដោយពេញលេញរយៈពេល72ម៉ោងយោធិនកម្ពុជា18រូបក៏នឹងត្រូវបានដោះលែងត្រឡប់មកកម្ពុជាវិញផងដែរស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025បន្ថែមលើនេះសេចក្តីថ្លែងការណ៍រួមនេះក៏បានគូសរំលេចអំពីការបដិញ្ញារួមគ្នារវាងភាគីទាំងពីរក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀតដោយប្រើប្រាស់យន្តការនិងអនុលោមតាមកិច្ចព្រមព្រៀងដែលមានជាធរមានក្នុងន័យនេះសេចក្តីថ្លែងការណ៍រួមនេះក៏ជាការបន្តអនុវត្តនៅអ្វីដែលបានឯកភាពគ្នាកន្លងមករួមមានសេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រួមបញ្ចូលនៅឯកសារព្រមព្រៀងផ្សេងទៀតដែលសម្រេចបានមកនៅក្រោមកិច្ចព្រមព្រៀងនេះព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀតរវាងកម្ពុជានិងថៃក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងបណ្ដាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែងនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការនេះតាំងពីដើមទីមកពូលគឺតាំងពីការរៀបចំនៅបទឈប់បាញ់នាថ្ងៃទី28ខែកក្កដាឆ្នាំ2025ជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្នខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថាកម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញនិងដោយស្មោះត្រង់នៅសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះនិងសូមស្វាគមន៍ការចូលរួមរបស់ប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិក្នុងការគាំទ្រដល់ការធានានៃការអនុវត្តសេចក្តីប្រកាសរួមនេះ
ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពពិសេសក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមជាពលរដ្ឋខ្មែរមួយរូបទូលព្រះបង្គំជាខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌និងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដែលជានិច្ចកាលទ្រង់ទាំងទ្វេតែងតែផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបំពេញបេសកកម្មដើម្បីជាតិនិងមាតុភូមិនិងតែងយកប្រតិទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខកូនចៅជាប្រជានុរាស្ត្ររបស់ព្រះអង្គក្នុងគ្រប់កលៈទេសៈពិសេសក្នុងកលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះខ្ញុំព្រះករុណាទូលព្រះបង្គំខ្ញុំសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរៈកងទ័ពនិងវីរៈនគរបាលដ៏អង់អាចក្លាហានគ្រប់រូបក្នុងការបំពេញភារកិច្ចដ៏ឧត្តមឧត្តមនៃការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីហើយក៏សូមសម្ដែងនូវការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះស្មារតីស្នេហាជាតិមាតុភូមិនិងស្មារតីសាមគ្គីជាតិជាធ្លុងមួយក្នុងការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីរបស់ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិគ្រប់រូបពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសគុណូបការៈទាំងនេះពិតជាមានតម្លៃលើសអ្វីៗទាំងអស់ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់ទុកលំបាកនិងពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរៈជនរបស់យើងនៅសមរភូមិគឺជាការដាស់តឿនមិនឲ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថាបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ដូច្នេះស្របតាមពាក្យចាស់ថាចង្កឹះមួយបាច់គេកាច់មិនបាក់យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឲ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឲ្យកាន់តែរឹងមាំនិងកាន់តែប្រសើរឡើងប្រកបដោយភាពធន់នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងជាថ្មីម្ដងទៀតបទពិសោធន៍នៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជាបានបង្ហាញថាសង្គ្រាមមិនអាចបញ្ចប់បានដោយសង្គ្រាមនោះទេហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ប្រកបដោយសន្តិវិធីនិងការយោគយល់គ្នាប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមបានព្រមទាំងអាចបញ្ជៀសបាននៅការបាត់បង់អាយុជីវិតការឈឺចាប់និងការរងទុក្ខសោករបស់បងប្អូនប្រជាពលរដ្ឋខ្ញុំក៏សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទីនឹងបន្តផ្ដល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាលនិងចូលរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយប្រើប្រាស់តម្លៃនៃសន្តិភាពនេះដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជានិងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីនិងក្នុងការអភិវឌ្ឍជាតិនិងមាតុភូមិកម្ពុជាជាទីស្នេហាបំផុតនៃយើងឲ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាពនិងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិជាចុងបញ្ចប់ខ្ញុំព្រះករុណាទូលព្រះបង្គំខ្ញុំសូមប្រសិទ្ធពរថ្វាយព្រះដេចគុណព្រះសង្ឃគ្រប់ព្រះអង្គនិងជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយ